ការថែទាំសុខភាពផ្លូវចិត្តមានសារៈសំខាន់ណាស់សម្រាប់ជីវិតប្រចាំថ្ងៃនិងសុខភាពទូទៅខាងក្រោមនេះជាវិធីសាមញ្ញមួយចំនួនដើម្បីថែទាំសុខភាពផ្លូវចិត្តឲ្យបានល្អ 1. ថែទាំរាងកាយគេងឲ្យបានគ្រប់គ្រាន់គេងយ៉ាងហោចណាស់7-8 ម៉ោងក្នុងមួយយប់ដើម្បីឲ្យខួរក្បាលនិងរាងកាយសម្រាកហាត់ប្រាណជាប្រចាំការហាត់ប្រាណដូចជាដើររត់ឬយូហ្គាអាចជួយបន្ថយភាពអស់កម្លាំងនិងធ្វើឲ្យអារម្មណ៍ល្អហូបអាហារប្រកបដោយគុណភាពបរិភោគអាហារដែលមានជាតិចំណីពេញលេញដូចជាបន្លែផ្លែឈើនិងអាហារមានជាតិប្រូតេអ៊ីន 2. គ្រប់គ្រងអារម្មណ៍សរសេរមួយវិញ្ញាណការសរសេរអំពីអារម្មណ៍ឬបញ្ហាដែលអ្នកជួបបានអាចជួយឲ្យអ្នកយល់ពីអារម្មណ៍ខ្លួនឯងកាន់តែច្បាស់អនុវត្តការដកដង្ហើមការធ្វើយ៉ាងយឺតនិងដកដង្ហើមជ្រៅអាចជួយឲ្យអ្នកស្ងប់ស្ងាត់និងថយភាពតានតឹងរៀនចេះទទួលយកអារម្មណ៍អវិជ្ជមានកុំបង្ខំខ្លួនឯងឲ្យសប្បាយរាល់ពេលអនុញ្ញាតឲ្យខ្លួនឯងមានអារម្មណ៍អាក្រក់ខ្លះក៏បាន 3. កសាងទំនាក់ទំនងល្អរកពេលស្នាក់នៅជាមួយមនុស្សជិតស្និទ្ធការជួបជាមួយមិត្តឬគ្រួសារអាចជួយឲ្យអ្នកមានអារម្មណ៍ល្អនិងមានការគាំទ្រកុំខ្មាស់ប្រាប់អ្នកដទៃពីបញ្ហារបស់អ្នកការចែករំលែកបញ្ហាជាមួយអ្នកដែលអ្នកជឿទុកចិត្តអាចជួយឲ្យអ្នកមានអារម្មណ៍ស្រួល 4. ធ្វើអ្វីដែលអ្នកចូលចិត្តរកពេលសម្រាកនិងធ្វើសកម្មភាពដែលអ្នករីករាយដូចជាមើលភាពយន្តអានសៀវភៅឬលេងតន្ត្រីរៀនជំនាញថ្មីការរៀនអ្វីមួយថ្មីអាចជួយឲ្យអ្នកមានអារម្មណ៍ថាមានគោលបំណង 5. ស្វែងរកជំនួយពីអ្នកជំនាញប្រសិនបើអ្នកមានអារម្មណ៍តានតឹងអស់សង្ឃឹមឬមានអារម្មណ៍មិនល្អអស់រយៈពេលយូរការជួបគ្រូពេទ្យផ្នែកចិត្តឬអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តអាចជួយអ្នកបានសូមចងចាំថាសុខភាពផ្លូវចិត្តគឺសំខាន់ដូចសុខភាពរាងកាយការយកចិត្តទុកដាក់លើវាជារឿងធម្មតានិងជាកាតព្វកិច្ចរបស់អ្នកចំពោះខ្លួនឯង